បានអរគុណជាសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះគឺខ្ញុំអានបាដៃរបស់លោកអ៊ុំម្នាក់ដែលគាត់មានប្រជជនរហូតទៅដល់88ឆ្នាំហើយ88ឆ្នាំហើយប៉ុន្តែពណ៌ដៃគាត់ស្អាតណាស់ពណ៌ដៃគាត់ណាជាពណ៌ដែលមានពន្លឺពណ៌ស៊ីចម្ពោះហើយមានពន្លឺនៅខាងក្នុងហើយបើខ្សែខួរក្បាលរបស់គាត់វិញគឺល្អណាស់បាទល្អណាស់តែម្ដងបាទវែងល្អហើយមិនធ្លាក់ចូលក្នុងទួលច័ន្ទទៀតបើកាត់ទួលអង្គាបន្តិចចូលទួលច័ន្ទបន្តិចគឺល្អមែនទែនសម្រាប់ភាពខួរក្បាលបែបនេះហើយអ្វីដែលចាប់អារម្មណ៍នោះគឺថាគាត់មានបជននឹងវែងបាទយើងដើរស្កេតមើលលើខ្សែជីវិតរបស់គាត់គឺខ្សែជីវិតគាត់ស្អាតបាទខ្សែជីវិតគាត់ស្អាតហើយពិសេសនោះគឺខ្សែជីវិតគាត់មានខ្សែអមដែលគេហៅថា sister line ឬក៏ខ្សែជំនួយនឹងវែងជាមនុស្សដែលមានខ្សែជីវិតអមទៅដោយខ្សែជំនួយបែបនេះគឺជាទូទៅដូចថាជាមនុស្សដែលម្នាក់ដែលមានជីវិតពីរអញ្ចឹងហើយអាយុរបស់គាត់សុខភាពរបស់គាត់ឬក៏បញ្ហាផ្សេងៗគឺត្រូវបានគេថាបើទោះតែជួបឧបសគ្គឬក៏បញ្ហាយ៉ាងណាគឺនៅតែមានដំណោះស្រាយហើយជាពិសេសថែមទៀតនោះគឺថាជាបុគ្គលដែលមានអាយុនឹងវែងល្អថែមទៀតផង